ចាំមើលអាណត្តិបោះឆ្នោតលើកក្រោយតើហ៊ុនម៉ាណែតនឹងអាចជាប់ឆ្នោតទៀតអត់Gold Dome Gaming ហាក់ដូចជាជឿលើការបោះឆ្នោតសម្បើមណាការបោះឆ្នោតនោះគឺជាกระดาษប្រគុណវាគ្មានអីទេហើយហ៊ុនម៉ាណែតគ្មានជាប់ឆ្នោតអាចកដោអីទេគណៈបកប្រជាជនធ្វើការបោះឆ្នោតអត់មានរាប់ស្លឹកឆ្នោតទេគេបោះតួលេខស្លឹកឆ្នោតពីព្រោះគេគ្រប់គ្រងទាំងអស់ហើយបើមកនិយាយអីរឿងហ៊ុនម៉ាណែតជាប់ឆ្នោតអីគ្មានជាប់ឆ្នោតអីទេគឺគណៈបកប្រជាជនគេបោះលេខឲ្យប្រមាណស្លឹកប្រមាណស្លឹកប្រមាណស្លឹកគេបោះលេខឲ្យហើយបើ30ឆ្នាំ7អាណត្តិហើយមិនភ្ញាក់ខ្លួនទៀតមកនិយាយរឿងបោះឆ្នោតហ្នឹងលេបឆ្នាំទៅដេកទៅអាណាដែលមានហ៊ុនម៉ាណែតជាប់ឆ្នោតដែលជាប់ឆ្នោតពីកាលណាវាដែលមានការបោះឆ្នោតអីពីកាលណាកាន់គេកាត់អាចតែគេចេះធ្វើទៅក៏ឲ្យគេបោះលេខមកអានេះគណៈបកប្រជាជនប្រមាណស្លឹកមកអានេះមណ្ឌលនេះអាតំណាងរាស្ត្រនេះបានប្រមាណហ្នឹងក៏សាច់តែគេដាក់ណាសាច់តែគេដាក់